អ្នកដែលកើតឆ្នាំវោកក៏រាសីឡើងខ្លាំងដែរនៅក្នុងឆ្នាំ2026បាទចឹងវោករាសីឡើងខ្លាំងនៅក្នុងឆ្នាំ2026ចឹងលោកអ្នកដែលកើតឆ្នាំវោកខមមិនលេខសំណាងគឺលេខ936លេខ936គឺជាលេខនាំលៀបនាំសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំវោកអ្នកដែលកើតឆ្នាំវោកខ្ញុំសូមជម្រាបជូនលោកអ្នកថារាសីរបស់យើងរយៈពេល5ឆ្នាំចុងក្រោយនេះគឺមិនល្អទេជួបអស់ហើយប្រៃល្វីងជូរចត់អាក្រក់ប្រៃល្វីងជូរចត់អាក្រក់ជួបនៅតែល្អហើយនឹងផ្អែមទេបាទអត់ជួបណារឿងអាក្រក់តម្រងជួបគ្នាចូលផ្លុកហើយចំណែករឿងល្អចូលមិនរួចដោយសារអីដោយសាររាសីយើងវាធ្លាក់វាមិនឡើងវាមិនល្អវាឆុងតែរហូតអញ្ចឹងគេឆ្នាំគ្រប់គ្នាគេឆុងតែមួយឆ្នាំនេះគេរួចខ្លួនគេ2ឆ្នាំគេរួចខ្លួនឯងនេះឆុងរហូតហើយមកជីវិតនឹងរកសុខមិនបានស្គាល់ក្តីរំខានគ្រប់ពេលវេលាបានជួបស្នេហ៍ហើយកម្មតាមផ្ដន់ទាខ្ញុំវេទនាមិនដែលក្រៃហើយមកជីវិតអ្នកកើតឆ្នាំវោកលះបង់ដើម្បីអ្នកដទៃមិនដែលបានផលប្រយោជន៍អីមកវិញទេណាស្រឡាញ់គេខ្លាំងអស់ពីចិត្តស្រឡាញ់ប្តីអស់ពីចិត្តប្តីខុសបត់ស្រឡាញ់មិត្តភក្តិអស់ពីចិត្តមិត្តភក្តិខុសបត់ណាហឹងធ្វើការឲ្យលុយម៉ែរហូតដល់ផ្ទះម៉ែនិយាយថាអញមកជីវិតឃើញពឹងកូនណាបានទេហើយចឹងមីស័ព្ទនឹងជួយរហូតកុំឃើញកុំថាជីវិតនឹងវាអញ្ចឹងអ្នកកើតឆ្នាំវោកណាថាអូជួយគេណាលះបង់ណាធ្វើការច្រើនណាថាអាមនុស្សឆ្នាំវោកនឹងវាអញ្ចឹងមកជីវិតនឹងធ្វើបុណ្យដែរបានបុណ្យទេបានតែទោសចឹងចាប់ថ្ងៃហ្នឹងទៅពាក្យខ្មែរក៏ថាមានទៅមានមកហើយបើអញឆ្នាំវោកអញមានទៅមិនដែរមានមកផងចាញ់ឈប់ជួយអាណាទាំងអស់ចាប់ថ្ងៃហ្នឹងទៅជួយតែខ្លួនឯងទៅឈប់ជួយគេហើយវាអញ្ចឹងសួរថាតើការលះបង់យើងបានប្រយោជន៍អីវិញអត់បើថាធ្វើបុណ្យគេចង់បានបុណ្យហើយបើថាធ្វើគុណគេចង់បានគុណមកវិញបើមិនបានស្អីក៏បានអរគុណដែរអត់ទេអញកាត់ឆ្នាំវោកធ្វើគុណឲ្យគេមើលមិនឃើញទៀតជួយគេឲ្យគេមើលមិនឃើញទៀតឲ្យលុយគេខ្ចីឲ្យគេមិនសងទៀតគេដើរនិយាយដើមទៀតស្រឡាញ់ប្តីចឹងងាប់អាប្តីនឹងលះបង់ដើម្បីប្តីសុខចិត្តអត់ខ្លួនឯងបេះពីមាត់បង្ហត់ពីកោប្តីយកទៅខ្លួនឯងជិះម៉ូតូទៅធ្វើការប្តីឲ្យវាជិះឡានចុងក្រោយវាយកទៅដឹកស្រីថាជីវិតអាអ្នកកើតឆ្នាំវោកវិញអញ្ចឹងណាវាជួបតែរឿងជួបតែបញ្ហាអញ្ចឹងស្រឡាញ់គេគិតល្អដើម្បីគេមានលុយបើគេស៊ីទៀតដល់ពេលចុងក្រោយអញវាអញ្ចឹងដល់ពេលវារងទុក្ខវាលំបាកវាវេទនាច្រើនពេកទៅទៅជាសម្ដីអាក្រក់ថាធម្មតាតែខកចិត្តច្រើនអាណាទៅនិយាយផ្អែមទេបើប្តីវាខូចអាណាទៅនិយាយផ្អែមដាក់វាហើយជីវិតបើស្រីកើតឆ្នាំវោកវេទនាគ្មានសំណាងបានស៊ីលុយប្តីទេបាទខំប្រឹងរកដល់ពេលមានប្តីក៏ដោយអញអ្នករកដល់ពេលរកស៊ីក្រោបប្តីដៀលពីនឹងស្រីចងាយរកស៊ីយូរអាលាយហិនហើយអស់អញ្ចឹងអ្នកកើតឆ្នាំវោកឥឡូវល្មមហើយណាបាទរាសីដែលអាក្រក់រាសីដែលមិនល្អទាំងឡាយទាំងពួងនោះគឺវាបានរលាយសាបសូន្យទៅហើយចាប់ពីឆ្នាំ2026ទៅអ្នកដែលកើតឆ្នាំវោករាសីយើងឡើងហើយរាសីឡើងនេះបើយើងនិយាយអំពីក្បួនតារាសាស្ត្រយើងនិយាយអំពីក្បួនហុងស៊ុយអ្នកដែលកើតឆ្នាំវោករាសីឡើងនេះគឺបានដោយសារគុណបំណាច់ពពែម៉ូម៉េ